ព្រឹកនេះបានការងារធ្វើមួយទៀតហើយនៅខាងក្រោយផ្ទះមានដំឡូងគោហើយនេះជាដំឡូងគោហើយដំឡូងគឺមានច្រើនប្រភេទមានដំឡូងមីដូចជាដំឡូងគោដែរហើយនឹងដំឡូងដែលប្រភេទនេះដូចគ្នាវាមានពណ៌ការ៉ុតដែលគេហៅថាដំឡូងការ៉ុតមានរសជាតិផ្អែមនេះគឺជាដំឡូងគោហើយខ្ញុំបានដកដំឡូងគោនេះដើម្បីយកទៅធ្វើស្ងោរហូបអញ្ចឹងឃើញថាខ្ញុំកោះតែ2ដើមនេះទេបានហើយក៏អត់បានជាប់យកកបិតអីមកតាមខ្លួនដែរក៏កាច់ដោយដៃទៅហើយជាដំឡូងដែលដុះនៅក្រោយផ្ទះឯងទេពេលដែលយើងបានដើមហ្នឹងហើយយើងបោះវាកប់នៅដីទេគឺវាដុះបន្តទៀតហើយតែ2ដើមនេះទេគឺហូបចុះមកផ្ទះឆ្អែតហើយអត់មានបានថាអូធ្វើហើយយកទៅចែកគេទេគឺមានតែ2ដើមនេះហើយដើមផ្សេងទៀតខ្ញុំអត់ដកទេដកតែប៉ុណ្ណេះវារវល់មកព្រឹកដែរហើយដំឡូងនេះគឺយើងយកមកត្រូវតែបកសម្បកវាអញ្ចឹងពីក្មេងក៏នឹកឃើញខ្លះដែរថាពីក្មេងនឹងធ្លាប់បកសម្បកដំឡូងគោដែរអ៊ំគាត់យកទៅលក់ទៅតាមភូមិអញ្ចឹងគាត់ជួលក្មេងណាដែរចង់មកបកអីមួយធុងគាត់ឲ្យ500ចំនួនពីក្មេងនឹង500គឺច្រើនហើយអញ្ចឹងមក1ម៉ោង2ម៉ោងទៅបកបាន2ធុងអីដែរបាន1000ចាយលេងឈូសលេងអីខ្ជូលទៅអញ្ចឹងអាដំឡូងនេះគឺយើងកាត់វាមកសំល្មមដែលយើងអាចបកហើយដំឡូងគោខ្លះគឺមានទំហំធំឲ្យខ្ញុំកោះនេះគឺខ្ញុំយកអាដើមដែលវាតូចទេដោយសារតែដើមតូចនេះគឺវាខ្ចីអញ្ចឹងការដកមកយកមកស្ងោរហូបក៏វាស្រួយឆ្ងាញ់ដែរអញ្ចឹងកុំឲ្យវាទន់ពេកពេលដែលយើងស្ងោរហើយវានៅខ្ចីនេះគឺស្រួលបកខ្លាំងមែនទេគាត់ណាយើងកោះនឹងដៃក៏យើងអាចបកសបកវាបានដែរជាមួយនឹងកបិតមួយទេអញ្ចឹងវាងាយស្រួលខ្លាំងមែនតើតែ10ទៅ20នាទីទេគឺយើងអាចនឹងទទួលបានដំឡូងយកមកហូបបានហើយគឺយើងបកសបកហើយគឺយើងត្រូវតែលាងទឹកវាបែបនេះមកដើម្បីឲ្យវាស្អាតដំឡូងបែបនេះគឺថាលាងទឹកតែមួយទឹកពីរទឹកនិយាយពីថាស្អាតសស្គូសតែម្ដងអញ្ចឹងយើងអាចយកទៅស្ងោរហូបបានហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេគ្រាន់តែចង់បង្ហាញសកម្មភាពខ្លះដែលខ្ញុំបានដកដំឡូងដាក់ចូលនៅក្នុងបណ្ដាញសង្គមហើយដំឡូងនេះគឺវាជាទូទៅហើយបងប្អូនអាចទិញគេហូបក៏វាធូរថ្លៃហើយធូរកម្លាំងយើងដែរតែចង់ធ្វើខ្លួនឯងហូប